បាទជំរាបសួរដល់ពុកម៉ែបងប្អូនជាទីរាប់អានផងដែរបាទអញ្ចឹងបើសិនជាបងប្អូនឃើញវីដេអូខ្ញុំហើយបាទកុំភ្លេចជួយចុច Subscribe ម្នាក់មួយផងបងប្អូនណាបាទជាចំណេះដឹងទូទៅសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាពីក្បួនវាស់កែងបងប្អូនណាបាទអានេះគឺជាសៀវភៅមួយសញ្ញាដែលខ្ញុំគូកែងសម្រាប់ឲ្យបងប្អូនយកទៅពិចារណាអញ្ចឹងយើងចូលក្នុងវីដេអូយើងវិញបាទបន្ទាប់មកគឺខ្ញុំមានសៀវភៅមួយក្បាលបងប្អូនណាបាទហើយខ្ញុំអានេះខ្ញុំព្រៀងរួចហើយបងប្អូនណាបាទអញ្ចឹងការកែងនេះហើយនឹងកន្លែងដែលខ្ញុំគូកន្លែងព្រួយពីព្រួយមួយទៅព្រួយមួយនេះតើវាមានប្រមាណបងប្អូនណាបាទអញ្ចឹងខ្ញុំសូមបញ្ជាក់សិនដោយសារតែខ្ញុំនេះព្រៀងរួចអស់ហើយបងប្អូនណាបាទខ្ញុំអត់បានគូបដាធ្វើវីដេអូបដាទេដោយសារតែយើងធ្វើវាអត់តាន់ហើយបើសិនជាយើងធ្វើវីដេអូក៏យើងធ្វើវែងដែរបងប្អូនណាយើងចូលនៅក្នុងវីដេអូយើងវិញបាទកន្លែងដែលខ្ញុំគូសព្រួយនេះបាទអញ្ចឹងយើងធ្វើម៉េចបានយើងត្រូវរកកែងឲ្យបានកែងតើក្នុងការដែលយើងត្រូវក្នុងរង្វង់ត្រីចក្រកនកែងនេះបាទ4ជ្រុងនេះអានេះគឺជាកែងបងប្អូនណាបាទគឺជាកែងអញ្ចឹងយើងធ្វើម៉េចបានយើងដឹងជាកែងបងប្អូនណាបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំសូមបញ្ជាក់ជូនបងប្អូនហើយបាទបញ្ជាក់ជូនបងប្អូនបន្តិចដោយសារតែមានបងប្អូនមួយចំនួនគឺគាត់អត់ទាន់បានដឹងពីការរំវាស់កែងទេបាទគាត់យកជាការ៉ូបាទឬក៏ម៉ែត្រកែងបងប្អូនណាបាទយកដាក់ប៉ុន្តែសម្រាប់ខ្ញុំនេះគឺភាគច្រើនបាទខ្ញុំយកម៉ែត្របងប្អូនណាបាទខ្ញុំចាក់ជាម៉ែត្រហើយភាគច្រើនបាទបងប្អូនខ្លះគាត់ប្រើជាការ៉ូអញ្ចឹងបងប្អូនមួយចំនួនគឺគាត់អត់ដឹងថានៅពេលដែលខ្ញុំធ្វើវីដេអូនេះខ្ញុំប្រើជាម៉ែត្រខ្សែបងប្អូនណាបាទប្រើជាម៉ែត្រខ្សែឬក៏ម៉ែត្រតឡាប់យើងក៏បានដែរដែលហៅថាសាមញ្ញណាបាទអញ្ចឹងយើងមកចូលក្នុងវីដេអូយើងវិញអញ្ចឹងខ្ញុំបង្ហាញជូនបងប្អូននៅត្រួសបន្តិចបងប្អូនណាបាទអញ្ចឹងកន្លែងដែល4ជ្រុងនេះគឺខ្ញុំគូសអស់ហើយបាទធ្វើម៉េចបានយើងដឹងជាម៉ែត្រកែងហើយយើងវាស់ពីណាទៅណាបាទពីណាទៅខាងណាបងប្អូនណាបាទអញ្ចឹងបងប្អូនមុននឹងការវាស់នេះគឺបងប្អូនត្រូវមានកែងបាទកែងជ្រុងនេះបងប្អូនបាទគឺត្រូវមានកែងជ្រុងដែលខ្ញុំបង្ហាញណាបាទពីកែងនេះរហូតដល់កែងនេះបងប្អូនបាទបងប្អូនចង់យកប្រមាណក៏បានដែរបងប្អូនមានផ្ទះឬក៏បងប្អូនធ្វើផ្ទះបងប្អូនធ្វើវាស់ដីវាស់អីហ្នឹងបាទអញ្ចឹងប្រមាណម៉ែត្រក៏បានដែរពេលសំខាន់រឿងកែងជ្រុងនេះបងប្អូនណាពីជ្រុងនេះទៅជ្រុងនេះអានឹងបានវាចេញកែងអញ្ចឹងថ្ងៃនេះគឺខ្ញុំបង្ហាញត្រួសទេបងប្អូនណាបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំបង្ហាញពីកែងបាទកុំឲ្យយើងវីដេអូរបស់យើងវាយូរពេកបងប្អូនណាបាទអញ្ចឹងយើងវាស់ពីកែងនេះមកដល់កន្លែងកែងនេះយើងវាស់4ទឹកមកយើងវាស់6ទឹកបងប្អូនណាបាទជាស្រ័យផងបាទយើងវាស់6ទឹកអញ្ចឹងយើងវាស់ពីកែងនេះមកដល់កែងនេះ6ទឹកបងប្អូនបាទអញ្ចឹងផុតពី6ទឹកទៅតើយើងត្រូវវាស់ប្រមាណទៀតបងប្អូនណាបាទអញ្ចឹងយើងវាស់ពីកែងនេះបាទទៅកែងខាងនេះបងប្អូនណាបាទដូចខ្ញុំបង្ហាញពីកន្លែងចុងបិចអញ្ចឹងបាទចុងព្រួយអញ្ចឹងវា8ទឹកបងប្អូនណាបាទខ្ញុំសេសម្រាយអត់សូវបានច្បាស់ប្រហែលទេបាទខ្ញុំសេគាត់80បងប្អូនណាបាទ8ទឹកនេះស្មើនឹង80ខ្ញុំសេ80អញ្ចឹងពីកន្លែងជ្រុងនេះបាទពីកែងជ្រុងនេះមកដល់កន្លែងនេះគឺ60បងប្អូនណាអញ្ចឹង80បាទខាងនេះ80មកដល់ជ្រុងនេះពីជ្រុងនេះមកដល់ជ្រុងនេះបាទ60អញ្ចឹងយើងបើបានកែង60ហើយបាទចើសញ្ញាព្រួយនេះគឺជាអ្វីបងប្អូនណាបាទអញ្ចឹងនៅពេលដែលយើងវាស់បានប៉ុណ្ណឹងហើយបាទគឺយើងត្រូវវាស់បាទពីកែងដែលយើងវាស់បាន60នេះបងប្អូនកាលនេះគឺយើងត្រូវវាស់ត្រឡប់ម៉ែត្ររបស់យើងមកជុលជាមួយនឹងຂະຫນាត80នេះបងប្អូនដែលយើងត្រូវវាស់ពីដើមដំបូងណាបាទអញ្ចឹង80មកដល់កន្លែង40នេះគឺមានចំនួន1ម៉ែត្របងប្អូនណាបាទអាហ្នឹងគឺបានកែងហើយបងប្អូនបាទបើសិនជាបងប្អូនអត់ជឿបងប្អូនអាចយកទៅត្រឡប់ម៉ែត្របងប្អូនអាចយកបាទកែងកែងដីហ្នឹងហើយនឹងការ៉ូបងប្អូនណាបើសិនជាបងប្អូនអត់ជឿអានេះគឺជាវីដេអូដែលខ្ញុំចង់បង្ហាញជូនបងប្អូនទេនៅពេលបងប្អូនថាធ្លាប់រកតាកែងបាទការ៉ូហើយនឹងកែងបាទកែងដីយើងហ៎បងប្អូនបាទអញ្ចឹងបងប្អូនបើសិនជាអត់មានកែងដីឬក៏កែងការ៉ូទេបងប្អូនអាចធ្វើតាមតម្រាប់នេះបានបងប្អូនណាបាទគឺលឿនបំផុតហើយបងប្អូនឲ្យតែបងប្អូនវាស់តាមដូចខ្ញុំចេះបាទ60 80បាទយើងវាស់ពីកណ្ដុះ80មកជ្រុំមករកកន្លែងកណ្ដុះ60មក
គឺបាន1ម៉ែត្រអាហ្នឹងគឺជាកែងបងប្អូនបាទអញ្ចឹងវីដេអូយើងគឺមានតែប៉ុណ្្នឹងទេបាទអធិស្ឋានផងអញ្ចឹងខ្ញុំធ្វើវីដេអូនេះគឺត្រួសទេបងប្អូនបាទសម្រាប់ពុកម៉ែបងប្អូនយកទៅពិចារណាហើយនឹងអាចយកទៅធ្វើបានអញ្ចឹងបងប្អូនដែលអត់ទាន់ចេះពីវិធីនេះបងប្អូនអាចយកទៅវាស់វែងបានហើយយកទៅពិចារណាយកទៅធ្វើតម្រាប់តាមតើម៉ែត្រនេះហើយនឹងដែលខ្ញុំត្រូវធ្វើហ្នឹងតើវាត្រង់ពិតប្រាកដអត់អញ្ចឹងអរគុណច្រើនដែលបានតាមដានវីដេអូនេះហើយកុំភ្លេចបាទជួយចុច like ឬក៏ជួយចុច subscribe បើរូបខ្ញុំម្នាក់មួយផងបាទខ្ញុំនឹងផលិតនៅវីដេអូថ្មីជូនបងប្អូននៅវីដេអូក្រោយៗទៀតហើយវីដេអូនេះផងដែរគឺជាវីដេអូដែលបាទដូចថាបងប្អូនធ្វើសំណងធ្វើអីគឺត្រូវហើយបងប្អូនបាទអញ្ចឹងអត់មានអីទេបងប្អូនបាទអានេះគឺជាវីដេអូដែលខ្ញុំចែកលេខជូនបងប្អូនទេអញ្ចឹងបងប្អូនអាចយកទៅធ្វើតម្រាប់បានបងប្អូនណាបាទអរគុណច្រើនបាទបាយបាយបាទជម្រាបលាជួបគ្នានៅវីដេអូក្រោយ